Chàថ្ងៃនេះខ្ញុំមកបង្ហាញពីសណ្ដែកខ្ញុំបងប្អូនអើយគឺល្អខ្លាំងមែនទែននេះគឺខ្ញុំបានមករងចាមករងនេះហើយក៏ល្អខ្លាំងមែនទែនបងប្អូនអើយនេះលហុខ្ចីត្រួយនេះគឺល្អខ្លាំងមែនទែននេះបងប្អូនចាំទស្សនាជាមួយខ្ញុំទាំងអស់គ្នាចានេះបងប្អូនគឺផ្កាហើយគឺផ្កាល្អខ្លាំងមែនទែននេះផ្កាគឺផ្កាច្រើនដែរបងប្អូនបើព្រឹកបានមើលឃើញបែកសម្ពូងគឺល្អខ្លាំងមែនទែននេះសិតតផ្កាពេលល្ងាចចេះគឺក្រាបវាអត់ឃើញទេបើនិយាយពីត្រួយវិញនេះគឺលហុវគ្គនេះគឺខ្ញុំដាក់ទ្រឿងដែលទិញគេបងប្អូនបើវគ្គមុនខ្ញុំដាក់ទ្រឿងឈើគឺវគ្គនេះខ្ញុំបានត្រូឈើទេក៏ដាក់ទ្រឿងនេះទុះបងប្អូនអើយគឺទិញតែ10000រៀលនោះដាក់មិនអស់ទេបងប្អូនគឺបាន3រោងដែរណា3រោងនេះហើយ3រោងស្មើនេះហើយគឺដាំបានប្រើជីអុយទេបងប្អូនអើយគឺដាំធម្មជាតិដាំដើម្បីហូបលក្ខណៈគ្រួសារបន្តិចទៀតបានផ្លែហើយបងប្អូនអើយបានផ្លែហើយដេញតែឆ្ងាញ់ហើយបុកល្ហុងក៏ឆ្ងាញ់ដែរបុកសណ្ដែកគួរក៏ឆ្ងាញ់ដែរបុកតែសណ្ដែកណាចាយើងយកហូបលក់ក៏ឆ្ងាញ់ខ្លាំងមែនទែនបើបានត្រីប្រៃផងឈ្ងុយឆ្ងាញ់ណាបន្តិចទៀតបានហូបហើយបងប្អូនអើយនេះចាំមើលតែផ្លែខ្ញុំថតឲ្យបងប្អូនមើលទៀតគោះសណ្ដែកនេះបើផ្លែចង្កូមគឺល្អខ្លាំងមែនទែនចាវីដេអូខ្ញុំក៏មានអុយច្រើនដែរបងប្អូនមានតែប៉ុណ្ណេះឯងបងប្អូនចាបាយជម្រាបលាជួបគ្នាវីដេអូក្រោយទៀតណាបងប្អូន